ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ការចូលមកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះយើងមកមើលពីសកម្មភាពដែលពួកខ្ញុំបានយកប៉ោងយកទៅដាក់បងប្អូនទាំងអស់គ្នាឃើញបងប្រុសរបស់ខ្ញុំគាត់កំពុងតែច្រកនុយដាក់ចូលនៅក្នុងប្រឡោះកំពង់នឹងហើយអាហ្នឹងគេហៅថាប៉ោងបងប្អូនទាំងអស់គ្នាសម្រាប់យើងយកទៅដាក់យកអន្ទង់អញ្ចឹងហើយខ្ញុំនឹងថតបង្ហាញសកម្មភាពពេលខ្ញុំទៅដាក់ដើម្បីចែកជូនបងប្អូនទាំងអស់គ្នាទស្សនាលេងកំសាន្តអញ្ចឹងណាបងប្អូនទាំងអស់គ្នាឥឡូវហ្នឹងគាត់កំពុងតែច្រកនុយដាក់ចូលក្នុងប៉ោងហ្នឹងចិត្តហើយបងប្អូនទាំងអស់គ្នាហើយនុយដែលយើងយកទៅដាក់ហ្នឹងគឺយើងយកត្រីល្អិតទួយៗបងប្អូនទាំងអស់គ្នាយើងយកទៅស្រោះទៅបន្ទាប់មកយើងយកទៅដាក់ក្នុងមួយប៉ោងយើងដាក់តែមួយត្រីពីរត្រីបានហើយកូនត្រីលិញត្រីនិយាយរួមត្រីចម្រុះឲ្យតែត្រីតូចៗបងប្អូនទាំងគ្នាយើងយកវាទៅធ្វើនុយឥឡូវយើងចាប់ផ្ដើមជូនប៉ោងយកទៅដាក់ទូកហើយបងប្អូនទាំងគ្នាតោះអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនទាំងគ្នាទៅដាក់ប៉ោងជាមួយខ្ញុំទាំងអស់គ្នា Let's goបាទឥឡូវហ្នឹងយើងមកដល់កន្លែងដាក់ហើយបងប្អូនទាំងគ្នាឥឡូវយើងដាក់នៅកន្លែងជាមកព្រែកដាក់មានតកួនអញ្ចឹងណាបងប្អូនទាំងគ្នាព្រោះអីតកួនអន្ទង់វាសម្បូរនៅតាមតកួនតាមកប៉ោកអីចឹងបើយើងដាក់កន្លែងវាប្រហែលជាអត់សូវត្រូវអញ្ចឹងណាអញ្ចឹងយើងរកកន្លែងណាដែលរៀងហាប់ខាងក្រោមអត់សូវមានដីប្រមោកអាហ្នឹងយើងដាក់នឹងទៅត្រូវហើយបងប្អូនទាំងគ្នាតែអ្វីដែលសំខាន់នោះស៊ីសងទៅលើកន្លែងហ្នឹងវាសបូនតុងឬក៏អត់បើកន្លែងហ្នឹងអត់សូវសបូនតុងទេក៏យើងដាក់វាអត់សូវត្រូវអញ្ចឹងបងប្អូនទាំងគ្នាបើសិនជាវាត្រូវប៉ោងហ្នឹងក្នុងមួយប៉ោងវាអាចលោតរហូតទៅដល់2ទៅ3គីឡូបងប្អូនទាំងគ្នាអញ្ចឹងប៉ោងវាស្រួលដាក់ជាងលាន់អញ្ចឹងលាន់ក្នុងមួយលាន់យើងដាក់បានតុងចាប់ពី1 2 3ហ្នឹងតែបើប៉ោងគឺវាត្រូវអាក្រក់ណាបងប្អូនទាំងគ្នាមួយប៉ោងហ្នឹងអាចនឹង2 3គីឡូក៏ថាបានដែរពួកគាត់ធ្លាប់ដាក់បានបងប្អូនទាំងគ្នាពីមុនណាវាសបូនតុងដោយសារតែឥឡូវវាអត់សូវសបោពួកយើងដាក់យកមិនដាក់យកដោយសារតែឥឡូវហ្នឹងវាអត់សូវសបោតុងអញ្ចឹងបងប្អូនទាំងគ្នាអានេះយើងដាក់ទុកចោលមួយយប់ស្អែកមិនយើងមកលើកចង់ដឹងថាយើងយកប៉ោងមកដាក់ហ្នឹងដូចជា40ប៉ោងជាងចាំមើលថាបានប្រមាណគីឡូយើងចាំព្រឹកមកលើកទាំងអស់គ្នាបងប្អូនទាំងគ្នាកុំភ្លេចចាំតាមដានទស្សនាពេលសកម្មភាពពួកខ្ញុំមកលើកនៅពេលព្រឹកឥឡូវគាត់ចាប់ផ្ដើមយកពីយកទៅដាក់ទៀតហើយបាទបងប្អូនទាំងគ្នាអាចមើលលេងកំសាន្តបានបាទទស្សនវិជ្ជាពួកខ្ញុំអ្នកនេសាទអញ្ចឹងណាថាវាហត់វានឿយវាអត់សូវស្រួលដូចបងប្អូនដែលនៅតាមទីក្រុងនៅតាមខេត្តឬក៏ភ្នំពេញអញ្ចឹងណាសម្រាប់ពួកខ្ញុំមិនមែនអ្នកស្រែទេបងប្អូនទាំងគ្នាប៉ុន្តែគឺជាអ្នកទលេអ្នកនេសាទត្រីអញ្ចឹងណាបងប្អូនទាំងគ្នាបាទហើយខ្ញុំនឹង channel របស់ខ្ញុំនឹងមានវីដេអូជាច្រើនទៀតទាក់ទងនឹងការនេសាទត្រីនេសាទតុងនេសាទខ្យងមានច្រើននៅក្នុង channel របស់ខ្ញុំបងប្អូនទាំងគ្នាអាចជួយចុច like ក៏ដូចជា subscribe ទៅលើ channel ខ្ញុំមួយទៅដើម្បីទទួលបានវីដេអូកំសាន្តថ្មីចេញពី channel របស់ខ្ញុំអញ្ចឹងបងប្អូនទាំងគ្នាឥឡូវនៅសល់តែប៉ោងមួយទៀតទេគាត់ចាប់ផ្ដើមយកទៅដាក់ទៀតហើយមួយនេះប្រហែលជាដាក់នៅអែបកប៉ោកបងប្អូនទាំងគ្នាបាទហើយប៉ោងយកមក40ហ្នឹងខ្ញុំអត់អាចថតចែកជូនបងប្អូនទាំងគ្នាទស្សនារហូតដល់ចប់ទេប្រហែលជាបង្ហាញបងប្អូនទាំងគ្នាតែប៉ុណ្្នឹងសិនបាទបើសិនជាថតទាំងអស់គឺវីដេអូហ្នឹងអាចនឹង2ទៅ3ម៉ោងព្រោះយើងដាក់វាយូរបងប្អូនទាំងគ្នារហូតដល់40ប៉ោងជាងអញ្ចឹងបងប្អូនទាំងគ្នាចាំទស្សនាតាប្រហែលប៉ោងហ្នឹងបានហើយចង់ដឹងថាលើកមកវាត្រូវមិនអីមិនបងប្អូនទាំងគ្នាបាទហើយបើបងប្អូនទាំងគ្នាចូលចិត្តវីដេអូមួយហ្នឹងកុំភ្លេចជួយចុច like subscribe ណាបងប្អូនទាំងគ្នាខ្ញុំសូមបងប្អូនទាំងគ្នាតែប៉ុណ្្នឹងទេបើសិនជាបងប្អូនទាំងគ្នាចូលចិត្តបាទខ្ញុំនឹងខំធ្វើវីដេអូចែកជូនបងប្អូនទាំងគ្នាទស្សនាពីសកម្មភាពនេសាទប្លែកៗក៏ដូចជាទៅរកត្រីទៅរកអីចឹងតាមដងទន្លេហូតដាក់ចូលក្នុង channel ឲ្យបងប្អូនទាំងគ្នាមើលលេងកំសាន្តបាទ